មិនត្រឹមតែជាដំណើរកម្សាន្តដែលនាំភ្ញៀវកិត្តិយសរបស់យើងទៅស្គាល់កន្លែងថ្មីៗក៏ប៉ុន្តែគឺជាពេលវេលាមួយដែលពោរពេញទៅដោយក្តីសុខភាពរីករាយស្នាមញញឹមជាពិសេសគឺបង្កើនអនុស្សាវរីយ៍ល្អៗនិងភាពស្និទ្ធស្នាលនៅក្នុងក្រុមគ្រួសារហើយនេះគឺជាដំណើរកម្សាន្តដែលរៀបចំជូនលោកពូអ្នកមីងជាលក្ខណៈគ្រួសារបែប private ទៅកាន់ប្រទេសជប៉ុនរយៈពេល6 យប់ 7 ថ្ងៃដែលរៀបចំដោយក្រុមហ៊ុនទេសចរ Ferry World Travel and Tour 6 យប់ 7 ថ្ងៃបានដើរលេងច្រើនកន្លែងខ្លះមែនទែនអញ្ចឹងចង់ដឹងថា Ferry បាននាំក្រុមគ្រួសារលោកពូអ្នកមីងទៅលេងកន្លែងណាខ្លះតើសូមមករីករាយទស្សនាវីដេអូពេញទាំងអស់គ្នាថ្ងៃទី1បានហោះពីរាជធានីភ្នំពេញឆ្ពោះមកកាន់ប្រទេសជប៉ុនគ្រាន់តែមកដល់ប្រទេសជប៉ុនភ្លាមអ្វីដែលឃើញមុនគេគឺភាពស្រស់ស្អាតនៃភ្នំ Fuji ចូលមកដល់តំបន់ភ្នំ Fuji ហើយក៏ប៉ុន្តែអត់ទាន់ទៅថតរូបលេងជាមួយនឹងភ្នំ Fuji ទេនាំក្រុមគ្រួសារលោកពូអ្នកមីងមកភ្លក់ផ្លែ Strawberry ជាមុនសិនបន្ទាប់មកទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងម្ហូបបែបជប៉ុនបន្ទាប់ពីអាហារថ្ងៃត្រង់ហើយក៏ជូនក្រុមគ្រួសារភ្ញៀវកិត្តិយសរបស់យើងជិះកត្រកខ្សែកាបឆ្ពោះទៅកាន់ជ្រលងពងមាន់ខ្មៅ Owakudani គឺជាតំបន់ភ្នំភ្លើងដ៏ល្បីនៅក្នុងប្រទេសជប៉ុននៅទីនេះគឺគេល្បីជាមួយនឹងពងមាន់ដែលគេយកទៅដាំជាមួយនឹងទឹកក្តៅធម្មជាតិហើយសម្បករបស់វាคล้ายទៅជាពណ៌ខ្មៅដែលគេហៅថាពងមាន់ខ្មៅហើយជនជាតិជប៉ុនមានជំនឿថាពេលញ៉ាំមួយគ្រាប់ទៅអាចបង្កើនអាយុ7ឆ្នាំហើយទីនេះក៏ជាទីតាំងដែលអាចឲ្យយើងមើលឃើញភ្នំ Fuji បានយ៉ាងស្រស់ស្អាតផងដែរអ្វីដែលកាន់តែរំភើបថ្ងៃទៅដើរលេងនឹងគឺអាកាសធាតុល្អខ្លាំងមែនទែនមេឃស្លាស់ល្អដែលអាចឲ្យយើងមើលឃើញភ្នំ Fuji បាន100% តែម្ដងមកដល់ទីតាំងនេះគឺឃើញផ្ការីកស្រស់ស្អាតខ្លាំងមែនទែនពីព្រោះគឺជារដូវផ្ការីកហើយទីនេះគឺជាកន្លែងទេសចរដ៏ល្បីមួយប្រចាំតំបន់ភ្នំ Fuji ដែលមានឈ្មោះថាបឹងធម្មជាតិ Oshinohakai នៅទីនេះគឺយើងអាចថតរូបជាមួយនឹងភ្នំ Fuji ដែលជាប់ជាមួយនឹងបឹងលេឡំជាមួយនឹងផ្ការីកដ៏ស្រស់ស្អាតផងដែរដើរលេងថតរូបសប្បាយភ្លេចខ្លួនចូលមកដល់អាហារពេលល្ងាចល្មមជាមួយនឹងអាហារ buffet បន្ថែមពីលើជាមួយនឹង sashimi មានស្រាក្រហមតិចៗបង្កើតបានទៅជាពេលវេលាជួបជុំគ្រួសារដ៏មានន័យចូលមកដល់ថ្ងៃបន្ទាប់ក៏បាននាំក្រុមគ្រួសារភ្ញៀវកិត្តិយសរបស់យើងឆ្ពោះទៅកាន់ឧទ្យាន Arakurayama ដែលជាទីកន្លែងមើលភ្នំ Fuji បានកាន់តែជិតហើយកាន់តែស្អាតនៅទីនេះគឺទេសភាពស្អាតគ្រប់រដូវកាលតែម្ដងជាពិសេសគឺនៅរដូវផ្ការីកនេះឯងមិនបង្អង់យូរឡើយក្រុមគ្រួសាររបស់យើងក៏បានចាក់ចេញពីតំបន់ភ្នំ Fuji ឆ្ពោះមកកាន់ទីក្រុង Tokyo គឺជារាជធានីនិងទីក្រុងដ៏ធំបំផុតរបស់ប្រទេសជប៉ុនហើយក៏ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរមកដល់តូក្យូហើយសូមដាក់មកវីដេអូបែបលក្ខណៈគ្រួសារទុកជាអនុស្សាវរីយ៍មួយសិនហើយទីនេះគឺជាវិថីកិនសាគឺជាតំបន់ដែលសម្បូរទៅដោយហាង shopping brand នៅលើពិភពលោកមកដល់ទីកន្លែងដែលអាចបញ្ចូលថាមពលដល់រាងកាយបន្ថែមទៀតបានហើយទីនេះគឺជាហាង buffet មួយកន្លែងដែលបងប្អូនមិនគួរមើលរំលងពេលមកលេងនៅតំបន់កិនសានៅក្នុងទីក្រុងតូក្យូ buffet គ្រឿងសមុទ្រមួយកន្លែងនេះគឺជាឋានសួគ៌របស់អ្នកញ៉ាំគេរៀបចំដាក់ម្ហូបអាហារទំនងខ្លាំងមែនទែនជាពិសេសជាមួយនឹងជើងក្តាមយក្សគ្រាន់តែឃើញហើយគឺស្រក់ទឹកមាត់តែម្ដងចូលមកដល់ថ្ងៃថ្មីបាននាំក្រុមគ្រួសារលោកពូអ្នកមីងមកដល់មួយកន្លែងទៀតហើយទីនេះគឺជាតំបន់បុរាណដ៏ល្បីមួយនៅក្នុងទីក្រុងតូក្យូដែលមានបរិយាកាសរាងអ៊ូអរដែរដោយសារតែមានភ្ញៀវទេសចរច្រើនកន្លែងនេះគឺមានឈ្មោះថាវិហារអាសាគូសាដែលជាទីកន្លែងដែលយើងអាចមើលឃើញអំពីវប្បធម៌បុរាណរបស់ជប៉ុនបានយ៉ាងច្បាស់បន្ទាប់មកទៀតក៏បានទៅទស្សនាក៏ដូចជាថតរូបជាមួយនឹង Tokyo Sky Tree ដែលជាពងខ្ពស់ជាងគេនៅក្នុងប្រទេសជប៉ុនដែលមានកម្ពស់រហូតដល់634ម៉ែត្រមុននឹងទៅលេងនៅតំបន់អូដៃបាឥឡូវនេះសូមមកថត trend បន្តិចសិនដោយសារតែក្រុមគ្រួសារលោកពូអ្នកមីងចូលចិត្តបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាដូច្នេះហើយមិនបងអង្គយូក៏ថត trend TVB មួយហើយនេះគឺជាលទ្ធផលចាពុកម៉ែបងប្អូនមិនដែរតំណងអត់ Trend TVB ក៏ប៉ុន្តែគឺជាជំនួបគ្រួសារនៅក្នុងប្រទេសជប៉ុនក្រុមគ្រួសារលោកពូអ្នកមីងក៏បានមកដល់តំបន់អូដៃបាថតរូបលេខកំសាន្តជាមួយនឹងរូបសំណាក Liberty ជាប់ជាមួយនឹង Spin Internet ដ៏ស្រស់ស្អាតបន្ទាប់មកទៀតក៏ធ្វើការហោះហើរឆ្ពោះទៅកាន់កោះ Hokkaido ដែលជាកោះនៅភាគខាងជើងបំផុតនៃប្រទេសជប៉ុនសូមស្វាគមន៍មកកាន់កោះ Hokkaido ទីក្រុង Sapporo និងទីក្រុង Otaru កោះ Hokkaido គឺជាកោះដែលធំលំដាប់ទី2បន្ទាប់ពីកោះ Honshu នៅក្នុងប្រទេសជប៉ុននៅលើកោះ Hokkaido គឺមានលក្ខណៈស្ងប់ស្ងាត់ជាងនៅខាង Tokyo ដោយសារតែកោះ Hokkaido គឺមានប្រជាជនរស់នៅត្រឹមតែជាង5លាននាក់តែប៉ុណ្ណោះនៅលើផ្ទៃដី 83,424 គីឡូម៉ែត្រការ៉េតើកត្តាអ្វីខ្លះដែលធ្វើឲ្យកោះ Hokkaido មានភាពល្បីល្បាញហើយមានភ្ញៀវទេសចរមកលេងច្រើនដោយសារតែនៅលើកោះនេះគឺមានអាកាសធាតុត្រជាក់ជាងគេនៅក្នុងប្រទេសជប៉ុនមានទេសភាពស្អាតបែបធម្មជាតិហើយស្ងប់ស្ងាត់ហើយក៏ល្បីជាមួយនឹងទឹកដោះគោនិងឈីសឆ្ងាញ់ផងដែរនៅក្នុងដំណើរកម្សាន្តនៅលើកោះ Hokkaido នេះខាង Ferry ក៏បាននាំក្រុមគ្រួសារលោកពូអ្នកមីងទៅទស្សនាកន្លែងស្អាតៗល្បីៗប្រចាំទីក្រុង Sapporo និងទីក្រុង Otaru ផងដែរជាចុងក្រោយក៏សូមអរគុណដល់ក្រុមគ្រួសារលោកពូអ្នកមីងដែលបានជឿទុកចិត្តនិងជ្រើសរើសយកការរៀបចំរបស់ក្រុមហ៊ុនទេសចរ Ferry World Travel and Tour សូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់ទៀត